បាទបងប្អូនអស់គ្នាបែរបានជ្រាបស្រាប់ទាំងអស់គ្នាហើយណាទូទាំងប្រទេសរឿងការប៉ះទង្គិចគ្នានៅព្រឹកថ្ងៃទី28នៅតំបន់មុំ3ដែលស្ថិតនៅខេត្តព្រះវិហារការប៉ះទង្គិចគ្នារវាងខ្មែរនិងថៃតាមដែលខ្ញុំស្ដាប់សារព័ត៌មានខាងថៃចុះផ្សាយតំបន់ហ្នឹងគឺខាងពលរដ្ឋថៃបាននិយាយថាមិនដែលមានការផ្ទុះអាវុធមកជាង20ឆ្នាំហើយមុនការផ្ទុះអាវុធនោះពលរដ្ឋនៅទីនោះក៏បានឃើញមានការចល័តទ័ពមានការចល័តគ្រឿងអាវុធខាងភៀកគីថៃណាអូខេក្រោយពីមានការចល័តហើយក៏ស្រាប់តែឮដំណឹងថាមានការផ្ទុះអាវុធដាក់គ្នាហើយតំបន់នោះក៏ខ្ញុំបានស្ដាប់ខាងខ្មែរគឺជាតំបន់សដែលមិនទាន់មានការបែងចែកច្បាស់លាស់ថាជារបស់អ្នកណាទេហើយយើងទាំងអស់គ្នាយើងដឹងហើយថានៅពេលដែលមានការប៉ះទង្គិចគ្នាគឺខាងយើងស្លាប់ម្នាក់កងទ័ពត្រូវបានស្លាប់ម្នាក់អ្វីដែលខ្ញុំបានសង្កេតឃើញនៅក្នុងប្រទេសថៃគឺមានការចុះផ្សាយព្រមព្រៀងមែនទែនហើយរដ្ឋមន្ត្រីការពារជាតិនាយករដ្ឋមន្ត្រីក៏បានចេញមកផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធរឿងនឹងដែរហើយខាងខ្មែរយើងក៏បានឃើញតាមរយៈអ្នកនាំពាក្យរបស់កងទ័ពជាពិសេសក្រសួងការពារជាតិហើយទោះបីมันមានរដ្ឋមន្ត្រីការពារជាតិខាងខ្មែរយើងចេញមកផ្ដល់បទសម្ភាសន៍ឬមួយក៏នាយករដ្ឋមន្ត្រីតែយើងក៏មានការផ្សព្វផ្សាយដែរគ្រាន់តែខ្ញុំសង្កេតមើលឃើញថាខាងយើងយឺតជាងភៀកគីថៃនៅពេលដែលផ្ទុះបញ្ហានឹងភ្លាមគឺពុំមានគេចែករំលែកព្រមព្រៀងតែម្ដងបាទ